សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Timothy Cambodia ថ្ងៃនេះខ្ញុំមានវីដេអូខ្លីមួយចង់បង្ហាញអ្នកទាំងអស់គ្នាតាក់ទងនឹង technique ទូចមួយនៅក្នុង Pivot Table អញ្ចឹងយើងដឹងហើយតាក់ទងនឹងការប្រើប្រាស់ Pivot Table គឺយើងប្រើដើម្បីរៀប report យើងឲ្យកាន់តែស្អាតឲ្យស្រួលមើលអញ្ចឹងណាតោះឥឡូវឃ្លាគេតែថ្ងៃនេះខ្ញុំចង់បង្ហាញគ្នាយើងតើឥឡូវយើងទៅមើលលើ screen computer ខ្ញុំទាំងអស់គ្នាអញ្ចឹងខ្ញុំមាន data នេះយើងហៅអាចថា source data អញ្ចឹងវាមានទិន្នន័យច្រើនអញ្ចឹងណាអញ្ចឹងយើងមើលទៅរៀងពិបាកមើលអញ្ចឹងឥឡូវយើងទៅ create pivot table យើងចូលមក tab insert មកចុច pivot table អញ្ចឹងបន្ទាប់មកយើងចុច OK មកអញ្ចឹងវាចេញទម្រង់បែបនេះអញ្ចឹងខ្ញុំ select យកទិន្នន័យមួយចំនួនមកបង្ហាញគ្នាយើងអូខេអញ្ចឹងខ្ញុំយកតែប៉ុណ្នេះមកអញ្ចឹងខ្ញុំរៀប data ឲ្យស្រួលមើលតិចសិនអូខេអញ្ចឹងខ្ញុំសូមរៀប data វាស្រួលមើលតិចសិនអូខេអញ្ចឹងតម្រៀប data ឲ្យស្អាតតិចអូខេអញ្ចឹងខ្ញុំមានទម្រង់ data ប៉ុណ្នេះអ្វីដែលខ្ញុំចង់បង្ហាញគ្នាយើងអញ្ចឹងខ្ញុំចូលទៅ insert មួយសិន insert slide នេះ insert slide ខ្ញុំយកឆ្នាំចោះអូខេនេះខ្ញុំ insert ឆ្នាំចូលអូខេនេះអញ្ចឹងយើងចង់ filter អីនេះយើងចុចឆ្នាំចុចអីមកនេះឃើញអត់វា filter យកឆ្នាំយើងចុច2025វាចេញ2025ឥឡូវយើង clear filter មកអូខេអញ្ចឹងឥឡូវគឺអ្វីដែលខ្ញុំចង់បង្ហាញគ្នាយើងគឺកន្លែងនេះអញ្ចឹងតកតងនឹង data ទាំងអស់នេះវាមានពី2021ដល់2025អញ្ចឹងណាអញ្ចឹងឧទាហរណ៍ខ្ញុំទៅលុបនៅ software នេះនៅ source data វាខ្ញុំលុប2021ចោលអញ្ចឹងណាឧទាហរណ៍ណាខ្ញុំលុប2021ចោលខ្ញុំលុបចោលជួនកាល data ពិចារណាគេអាចមើលត្រឹម5ឆ្នាំអីចឹងជួនកាល10ឆ្នាំអីយើងអត់ទុកទៀតទេយើងអាច hide វាឬក៏យើងអាចយកដាក់វាកន្លែងណាម្ដុំទៅអញ្ចឹងខ្ញុំទៅរកមើលឆ្នាំសិនណាឆ្នាំរកមើលក្លឹមឆ្នាំនេះក្លឹមឆ្នាំនេះអញ្ចឹងក្លឹមឆ្នាំនេះខ្ញុំអូខេឥឡូវខ្ញុំ filter យកតា2021និយាយទៅគោលបំណងគឺខ្ញុំលុប2021អញ្ចឹងណានេះខ្ញុំលុប2021អញ្ចឹងខ្ញុំត្រូវលុប data នឹងចោលទាំងអស់អូខេខ្ញុំលុប data 2021នឹងចោល select ទាំងអស់មក delete មកអូខេអញ្ចឹងខ្ញុំ clear filter ឆ្នាំវិញអូខេអញ្ចឹងវាបាត់2021វាត្រឹម2025អញ្ចឹងយើងមកមើល report ផងយើងអញ្ចឹងដោយសារទិន្នន័យទាំងអស់នេះវាទាញចេញពីនេះអញ្ចឹងមិញយើងលុបហើយអញ្ចឹងយើងអាច refresh data ឲ្យវាចាប់យក data មួយសារទៀតមកឲ្យយើងអញ្ចឹងយើងចុច refresh មកអូខេអញ្ចឹងគឺវាចាប់ data ពីនេះមកដាក់នេះហើយអញ្ចឹងណាអញ្ចឹងយើងឃើញមើលនេះឃើញកន្លែង2021វាស្មើអញ្ចឹងកន្លែងហ្នឹងគឺមានន័យថាយើងបានលុបទិន្នន័យ2021ចោលហើយអញ្ចឹងវាអត់មានណាអញ្ចឹងបានវាដាក់ស្មើតែហេតុអីវានៅសូមមកទៀតគឺយើងរៀប pivot table គឺធ្វើម៉េចឲ្យវាស្អាតណាប៉ុន្តែយើងមកវានៅទៀតវាយើងអត់ចង់ឃើញទេអញ្ចឹងវាអត់ចង់ឃើញទេអញ្ចឹងកន្លែងនេះមានន័យថាវាធ្លាប់មានអញ្ចឹងគឺវាជាប់ខាច់គឺវានៅឧទាហរណ៍ឥឡូវខ្ញុំចុចលើ slide លើ filter មួយហ្នឹងនេះឃើញវាមានទិន្នន័យហើយខ្ញុំចុច2025វិញគឺវាមានទិន្នន័យអញ្ចឹងណាអញ្ចឹងយើងអាចដោះស្រាយកន្លែងហ្នឹងបានអញ្ចឹងយើងកុំឲ្យវាជាប់ខាច់ទៀតអញ្ចឹងណាកុំឲ្យជាប់ខាច់ទៀតអញ្ចឹងយើងអាចselect លើទិន្នន័យណាមួយនៅក្នុង pivot table ទៅយើងអាច right click មកនេះយើងយកពាក្យ pivot table option នេះអូខេបន្ទាប់មកយើងមកមើលនៅលើ tab នេះ tab data អញ្ចឹងយើងមកមើលនៅលើកន្លែងនេះអញ្ចឹងកន្លែងនេះគឺយើងអត់យក automatic ទេយើងយក none អញ្ចឹងយើងយក none យើងដូរមក none មកចុច OK មកបន្ទាប់មកយើងអាច refresh មួយសារទៀតហើយយើងចាំមើលកន្លែង2021ហ្នឹងនឹងបានអត់អញ្ចឹងវានឹង clear cache អត់អញ្ចឹងណាអញ្ចឹងខ្ញុំ refresh មួយសារទៀតអូខេនេះឃើញអត់អញ្ចឹងវាបាត់ហើយអញ្ចឹងគឺយើងអាចប្រើ option នឹងបាននៅពេលដែលកុំឲ្យវាអាចជាប់ខាច់ទៀតកុំឲ្យវាអាច
data ដែលយើងជប់ប្រើកុំឲ្យវានៅជាប់ដោយវាគ្រាន់នៅស្នាក់ស្នាមឯងប៉ុន្តែវាអត់ឃើញទិន្នន័យអញ្ចឹងណាចឹងនេះក៏វាជួយយើងដែរធ្វើឲ្យយើងរៀបdata យើងនៅក្នុង pivot table គឺវាស្អាតអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបង្ហាញអ្នកនរគ្នាអរគុណច្រើនយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ